តារាស្នូកឃ័រពិភពលោកជីមីវ៉ាយក្លាយជាពលរដ្ឋហុងកុងផ្លូវការបើកបេះដូងចង់ជួបតិនហ្វីមិត្តចាស់ឡើងវិញកីឡាករស្នូកឃ័រជើងចាស់ដ៏ល្បីល្បាញលើពិភពលោកជេមីវ៉ាយដែលមហាជនស្គាល់យ៉ាងច្បាស់តាមរយៈរហស្សនាម The Whirlwind បានទទួលបានសិទ្ធិរស់នៅក្នុងទីក្រុងហុងកុងជាផ្លូវការហើយតាមរយៈកម្មវិធីទាក់ទាញអ្នកមានសមត្ថភាពពិសេសរបស់រដ្ឋាភិបាលការផ្លាស់ប្ដូរទីកន្លែងរស់នៅរបស់វីរៈកីឡាកររូបនេះបានធ្វើឡើងបន្ទាប់ពីកីឡាករអង់គ្លេសល្បីៗផ្សេងទៀតដូចជា Ronnie O Sullivan និង Chu Tram ដែលបានរួមគ្នាមកយកអត្តសញ្ញាណប័ណ្ណហុងកុងរួចរាល់កាលពីពេលកន្លងទៅបន្ថែមលើការទទួលបានសិទ្ធិរស់នៅជាផ្លូវការលោកជីមីវ៉ាយក៏បានទម្លាយពីគម្រោងដ៏ធំមួយដែលរូបលោកបដិញ្ញាចិត្តធ្វើនៅទីក្រុងនេះលោកមានបំណងចង់បង្កើតសាលាវឹកវើនកីឡាស្នូកឃ័រផ្ទាល់ខ្លួនមួយដើម្បីស្វែងរកយុវជនដែលមានទេពកោសល្យព្រមទាំងជួយជ្រោមជ្រែងវិស័យកីឡាស្នូកឃ័រនៅហុងកុងឲ្យកាន់តែរីកចម្រើនខ្លាំងក្លាជាងមុនអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺលោកជីមីវ៉ាយបានរំលឹកពីចំណងមិត្តភាពនិងការផ្សារភ្ជាប់របស់លោកទៅនឹងទីក្រុងហុងកុងតាំងពីដើមទសវត្សរ៍ឆ្នាំ1990កាលនោះលោកធ្លាប់បានចូលរួមសម្ដែងក្នុងភាពយន្តហុងកុងដ៏ល្បីល្បាញមួយមានចំណងជើងថា Legend of the Dragon ឬស្ដេចស្នូកឃ័រដោយបានសម្ដែងផ្ទាល់ជាមួយស្ដេចកំប្លែងលោកតុនហ្វីលោក Steven Chow នៅក្នុងវីដេអូរបស់នាយកដ្ឋានអន្តោប្រវេសន៍លោកបានសម្ដែងក្តីរំភើបនិងសង្ឃឹមថានឹងមានឱកាសបានជួបជុំគ្នាជាមួយមិត្តចាស់គឺលោកតុនហ្វីឡើងវិញដើម្បីលេងស្នូកឃ័រជាមួយគ្នាសាជាថ្មីក្នុងពេលឆាប់ៗនេះ